សួស្តីបងប្អូនប្រិយមិត្តនិងគុណខ្មែរនៅទូទាំងពិភពលោកជាទីគោរពរាប់អានថ្ងៃនេះខ្ញុំបាទមានអារម្មណ៍រំភើបផងនិងក្តុកក្តួលផងដែលត្រូវមកជម្រាបជូនបងប្អូននៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលកំពុងកើតឡើងនៅចំពោះមុខយើងថ្ងៃទី23និង24ធ្នូ2025នេះនឹងត្រូវបានកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រថាជាថ្ងៃវិនាសកម្មរបស់សៀមខណៈដែលមេតបសៀមនៅជួរមុខកំពុងបញ្ជាឲ្យរថក្រោះបាញ់រះចូលផ្សារនិងផ្ទះបងប្អូនយើងនៅអូស្មាត់និងប៉ោយប៉ែតយ៉ាងសាហាវខខើស្រាប់តែនៅកណ្ដាលប្រទេសសៀមឯណោះវិញកំពុងកើតមានហេតុភេទចម្លែកជាបន្តបន្ទាប់ដែលវិទ្យាសាស្ត្រពិបាកនឹងពន្យល់បងប្អូនអើយតើបងប្អូនជឿលើកម្មពៀដែរឬទេដីនៅអយុធ្យាដែលធ្លាប់តែរឹងមាំស្រាប់តែស្រុតចុះលេបត្របាក់ផ្ទះចំនួន3ខ្នងឃ្លាំងទំនិញតម្លៃរាប់សិបលាននៅសមុទ្រប្រាកានត្រីភ្លើងឆេះរលាយឯភាគត្បូងប្រទេសសៀមកំពុងត្រៀមលិចលង់ក្រោមព្យុះភ្លៀងហើយនៅលើឆាកអន្តរជាតិវិញលោក Donald Trump បានចង្អុលមុខសៀមចំថាជាអ្នកបង្កសង្គ្រាមតើនេះជាអានុភាពនៃការបាញ់ស្រោច BM21 របស់វីរករកងទ័ពខ្មែរដែលធ្វើឲ្យដីសៀមរង្គោះរង្គើដល់រាជធានីចាស់ឬក៏ជាបារមីទឹកដីដូនតាកំពុងដាក់ទណ្ឌកម្មពួកឈ្លានពានថ្ងៃនេះខ្ញុំនឹងលាតត្រដាងនិងជីកកក់កាយនៅរាល់ល្បិចកលរបស់សៀមក្នុងព្រឹត្តិការណ៍នេះឲ្យបានច្បាស់និងគ្រប់ជ្រុងជ្រោយបំផុតយើងចាប់ផ្ដើមពីព្រឹត្តិការណ៍ថ្មីបំផុតនៅព្រឹកថ្ងៃទី24ធ្នូនេះសៀមមិនបានដកថយទេតែពួកគេបានបដូរពីការច្បាំងជាមួយទាហានមកជាការលួចវាយប្រហារសេដ្ឋកិច្ចវិញនៅម៉ោង 5:05 នាទីទៀភ្លីខណៈពេលដែលមេឃមិនទាន់ភ្លីច្បាស់នៅច្រកទ្វារអន្តរជាតិអូស្មាច់ខេត្តឧត្តរមានជ័យសៀមបានបញ្ចេញរថក្រោះនិងរថភៀស្ដែកមកឈរត្រំរង់កានុងមកដីខ្មែរពួកវាដ៏កំសាកទាំងនេះមិនហ៊ានបាញ់ដាក់បន្ទាយទាហានយន្តទេបែរជាត្រំរង់កាំភ្លើងយន្តធុនធ្ងន់ 12.7 មីលីម៉ែត្របំពាក់លើរថក្រោះបាញ់រះចូលអគារពាណិជ្ជកម្មឯកជនកាំភ្លើង 12.7 ក្របវាធំណាស់បងប្អូនវាអាចបាញ់ទម្លុះជញ្ជាំងបំបែកកញ្ចក់និងកំទេចទ្រព្យសម្បត្តិសៀមធ្វើបែបនេះព្រោះគេឈឺចាប់ដែលឃើញអូស្មាច់រីកចម្រើនគេចង់បំផ្លាញកាស៊ីណូបំផ្លាញសន្តាគារដើម្បីឲ្យអ្នកវិនិយោគរត់ចោលស្រុកនេះគឺជាភេរវកម្មសេដ្ឋកិច្ចយ៉ាងពិតប្រាកដមិនអស់ត្រឹមនឹងនៅប៉ោយប៉ែតវិញនៅម៉ោង 9:12 នាទីព្រឹកសៀមបានបាញ់ផ្លោងពីរគ្រាប់ធំគ្រាប់ទី1ធ្លាក់នៅសង្កាត់និមិត្តគ្រាប់ទី2ធ្លាក់នៅជិតរង្វង់មូល58បងប្អូនអ្នកប៉ោយប៉ែតដឹងច្បាស់ហើយថារង្វង់មូល58សំខាន់ប៉ុណ្ណាវាជាបេះដូងចរាចរណ៍ដែលភ្ជាប់ផ្លូវញ៉ាំជាតិប៉ាំនិងផ្លូវជាតិ58ការបាញ់ចូលទីនេះគឺដើម្បីកាត់ផ្តាច់ការដឹកជញ្ជូននិងសម្លាប់អ្នកធ្វើដំណើរសៀមចាំងឲ្យក្រុងប៉ោយប៉ែតគាំងដំណើរការទាំងស្រុងក្រសួងការពារជាតិបានថ្កោលទោសថាជាការវាយប្រហារដ៏កម្រោលហើយវីរកងទ័ពយើងបានប្រកាសថានឹងការពារទោះក្នុងតម្លៃណាក៏ដោយខ្ញុំជឿជាក់ថារថក្រឹកដែលហ៊ានបាញ់អគារនៅអូស្មាច់ពេលនេះកំពុងត្រូវបាន DK70 និង B40 របស់យើងតាមប្រមាញ់ហើយឥឡូវនេះសូមបងប្អូនដកដង្ហើមអីវែងខ្ញុំនឹងនាំបងប្អូនទៅមើលរឿងរ៉ាវដ៏ព្រឺក្បាលដែលកំពុងកើតឡើងនៅខាងក្នុងប្រទេសសៀមវិញម្ដងចាស់បុរាណពោលថាធ្វើបាបគេប្រយ័ត្នកម្មពៀតាមតន់ពាក្យនេះពិតជាត្រឹមត្រូវណាស់សម្រាប់សៀមពេលនេះកាលពីថ្ងៃទី23ធ្នូចំថ្ងៃដែលសៀមវាយើងខ្លាំងបំផុតនៅស្រុកបាងប៉ាអ៊ីនខេត្តអយុធ្យាមានហេតុការណ៍មួយចម្លែកបានកើតឡើងយោងតាមអ្នកយកព័ត៌មាននៅទីនោះផ្ទះប្រភេទ Townhouse ចំនួន3ខ្នងដែលសង់ជាប់គ្នាស្រាប់តែស្រុតចុះទៅក្នុងដីជម្រៅកន្លះម៉ែត្រដោយឯងមិនមែនបាក់ដោយសារខ្យល់មិនមែនបាក់ដោយសារភ្លៀងតែគឺដីនឿសុកក៏ស្រុតជញ្ជាំងផ្ទះប្រេះបែករញ៉េរញ៉ៃដំបូលស្រុតចុះមើលទៅគួរឲ្យខ្លាចណាស់បងប្អូនអើយតិចបងប្អូនច្រឡំថា BM21 របស់ខ្មែរយើងបាញ់ហោះទៅដល់អយុធ្យាណាបងប្អូនមិនមែនទេបងប្អូនទោះបីជាកំជ្រួច BM21 របស់យើងមានអានុភាពខ្លាំងបាញ់ម្ដងរង្គោះរង្គើផានដីនៅព្រំដែនមែនពិតប៉ុន្តែវាមិនទាន់អាចហោះទៅបុកផ្ទះនៅអយុធ្យាដោយផ្ទាល់ទេកុំឲ្យសៀមយកលេសនេះមកចោទយើងថាបាញ់ចូលកណ្ដាលប្រទេសវាឲ្យសោះប៉ុន្តែអ្វីដែលហោះទៅដល់អយុធ្យាមិនមែនជាគ្រាប់កំជ្រួចទេតែគឺជារលកសញ្ញានៃភ័យខ្លាចនិងកម្មពៀអ្នកចាស់ទុំបានពោលថានៅពេលដែលអ្នកដឹកនាំសៀមបង្កសង្គ្រាមខុសរឿងសូម្បីតែព្រឹកធរណីនៅស្រុកគេក៏មិនគាំទ្រដែរដីដែលធ្លាប់តែរឹងមាំប្រែជាស្រុតចុះដោយចង់ប្រាប់ថាទ្រាំឡើងបានហើយខណៈដែលកងទ័ពយើងស្រោច BM នៅព្រំដែនធ្វើឲ្យសត្រូវបាក់ស្បាតដីនៅកណ្ដាលក្រុងរបស់ពួកគេក៏ស្រុតចុះដោយឯកឯង
នេះហើយដែលគេហៅថាខាងក្រៅត្រូវគេវាយខាងក្នុងត្រូវរាសីដាក់គឺចប់ហើយអនុធានកម្មពៀទី2បានកើតឡើងនៅយប់ថ្ងៃដដែលនោះនៅម៉ោង 7:45 នាទីយប់ឃ្លាំងស្តុកឧបករណ៍ជាងសំណាំងដ៏ធំមួយនៅសមុទ្រប្រាកានត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធោផ្សែងខ្មៅហុយពេញមេឃឡានទឹកជិត10គ្រឿងជួយអត់ទាន់ការខាតបង់ជាង20លានបាតប្រហែល$60,000ត្រូវរលាយជាផេះសៀមបាញ់ដុតផ្ទះខ្មែរនៅព្រះវិហារពេលថ្ងៃយប់ឡើងភ្លើងឆេះឃ្លាំងខ្លួនឯងវិញនេះគេហៅថាកម្មពៀជីករថក្រោះគឺមកលឿនណាស់មិនអស់ទេបងប្អូននៅបាងកកប្រជាជនកំពុងថប់ដង្ហើមដោយសារធូលី PM 2.5 នៅភូមិត្បូងនាយកដ្ឋានឧតុនិយមប្រកាសអាសន្នថាចាប់ពីថ្ងៃស្អែក25-28ធ្នូនឹងមានមហាទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងសរុបមកសៀមច្បាំងចាញ់ខ្មែរមិនអស់ចិត្តឥឡូវត្រូវច្បាំងជាមួយដីសរុតភ្លើងឆេះទឹកជំនន់និងខ្យល់ពុលតើលោកអនុទីនអាចយកឈ្នះធម្មជាតិបានទេ